Trong Ukraineនៅពេលនេះគឺគេគៀបដូចតឹងបើដាដល់ផ្លូវតលមែនតើ Zelensky ក៏គាត់បាននិយាយថានេះគឺជាពេលដែលបំផាក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ុយក្រែនដោយសារអ៊ុយក្រែនពេលនេះគឺត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកមួយបើសិនជាសម្រេចខុសជោគវាសនាប្រទេសរបស់ខ្លួនគឺនឹងទៅតាមនឹងដូចគ្នាដែរអញ្ចឹងនៅក្នុងខែវិច្ឆិកាអាទិត្យមុនថ្ងៃ20ជាងនេះ Donald Trump គឺបានរៀបចំ peace plan ទៅឲ្យអ៊ុយក្រែនចំនួន28ចំណុចហើយបង្ខំឲ្យអ៊ុយក្រែនត្រូវតែទទួលយកវាបើមិនអញ្ចឹងទេអាមេរិកគឺនឹងដកខ្លួនចេញពីសង្គ្រាមមួយនេះហើយនឹងឈប់ផ្ដល់ជំនួយទៅដល់អ៊ុយក្រែនទាំងស្រុងតែម្ដងហើយមតិភាគច្រើនគិតថា28ចំណុចនេះគឺធ្វើបាបអ៊ុយក្រែនខ្លាំងមែនទែនដូចអ្នកដែលសរសេរគម្រោងការហ្នឹងរុស្ស៊ីជាអ្នកសរសេរអញ្ចឹងអូខេអញ្ចឹងខ្ញុំនឹងព្យាយាមសម្រាយ28ចំណុចនេះឲ្យបងប្អូនឲ្យបានខ្លីខ្លាំងមែនទែននិយាយទៅវាសំខាន់ដែរព្រោះអីអានេះវាតាក់ទងជាមួយនឹងពិភពលោកយើងខ្លាំងមែនទែនបើមិនជាអ៊ុយក្រែនទទួលឬក៏មិនទទួលយកវាពិភពលោកយើងហ្នឹងគឺនឹងមានការផ្លាស់ប្ដូរដ៏ធំមួយដូចគ្នាដែរចំណុចទី1អ៊ុយក្រែនគឺនឹងទទួលបានអធិបតេយ្យភាពពិតប្រាកដមួយ2អ៊ុយក្រែនរុស្ស៊ីនិងអឺរ៉ុបគឺនឹងត្រូវសញ្ញាកិច្ចព្រមព្រៀងមិនឈ្លានពានគ្នាហើយចំនួនវិវាទ30ឆ្នាំចុងក្រោយគឺនឹងយល់ព្រមបញ្ចប់គ្នា3រុស្ស៊ីត្រូវឈប់ឈ្លានពានប្រទេសជិតខាងប៉ុន្តែ NATO ក៏ត្រូវឈប់ពង្រីកដូចគ្នា4អាមេរិកនឹងរៀបចំការប្រជុំរវាងរុស្ស៊ីនិង NATO ដើម្បីដោះស្រាយបញ្ហាវិវាទទាំងអស់5អ៊ុយក្រែននឹងទទួលបានការការពារពីអាមេរិក6អ៊ុយក្រែនត្រូវតែបង្រួមទ័ពរបស់ខ្លួនមកសល់ត្រឹមតែ6សែននាក់ទី7អ៊ុយក្រែននឹងត្រូវបោះបង់មហិច្ឆតាចង់ចូល NATO ហើយ NATO ក៏ត្រូវយល់ព្រមដូចគ្នាទី8បិទមិនឲ្យមានទ័ព NATO ចូលទៅក្នុងប្រទេសអ៊ុយក្រែនទី9យុទ្ធសាស្ត្រចម្បាំងនានារបស់សហភាពអឺរ៉ុបគឺត្រូវរើចូលត្រឹមប៉ូឡូញទី10សហរដ្ឋអាមេរិកធានាជូនសន្តិសុខជាតិទៅដល់អ៊ុយក្រែនប៉ុន្តែនឹងបោះបង់ចោលវិញបើសិនជាអ៊ុយក្រែនធ្វើការវាយប្រហាររុស្ស៊ីដោយគ្មានហេតុផលទី11អ៊ុយក្រែនមានសិទ្ធិចូលជាសមាជិកសហភាពអឺរ៉ុបហើយអាចទទួលបានផលប្រយោជន៍ពាណិជ្ជកម្មសហភាពអឺរ៉ុបទី12គឺគម្រោងការជួយស្ថាបនាសាងសង់អ៊ុយក្រែនឡើងវិញដោយមានការគាំទ្រពីសហរដ្ឋអាមេរិកទី13ជាចំណុចដ៏រសើបការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទាំងប្រមាណគឺត្រូវដកចេញវិញទាំងអស់មានន័យថារុស្ស៊ី will return to global economy ហើយនឹង join G8 វិញទៀតប៉ុន្តែបើរុស្ស៊ីធ្វើការឈ្លានពានអ៊ុយក្រែនម្ដងទៀតផលប្រយោជន៍ទាំងអស់នេះគឺនឹងដាក់ទណ្ឌកម្មឡើងវិញទី14លុយប្រកបចំនួន200,000 លានដុល្លារគឺនឹងផ្ដល់ជូនទៅដល់អ៊ុយក្រែនទី15សហរដ្ឋអាមេរិកនិងរុស្ស៊ីគឺនឹងចូលរួមគ្នាបង្កើតអង្គភាពមួយដែលតាក់ទងពីសន្តិសុខជាតិនិងដើម្បីឃ្លាំមើលថាភាគីទាំងអស់គោរពជាប់ជួនកិច្ចព្រមព្រៀងទាំងអស់នេះឬអត់ទី16រុស្ស៊ីត្រូវធានាថាច្បាប់គោលការណ៍នយោបាយរបស់ខ្លួនគឺអត់មានឈ្លានពានទៅដល់អ៊ុយក្រែននិងសហភាពអឺរ៉ុបទី17អ៊ុយក្រែនគឺមិនអាចមានអាវុធនុយក្លេអ៊ែរទី18កងចក្រនុយក្លេអ៊ែរនៅតំបន់ Zaporizhzhia គឺនឹងត្រូវចែក50-50ទៅកាន់រុស្ស៊ីនិងអ៊ុយក្រែនទី19ប្រទេសទាំងពីរត្រូវបង្កើតកម្មវិធីសិក្សាអប់រំក្នុងការទប់ស្កាត់កុំឲ្យមានការរើសអើងគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន and យ៉ាពីចំណុចលេខ20នេះទៅគឺវាដល់ចំណុចរសើបទៀតហើយតំបន់ Crimea, Luhansk និង Donetsk គឺត្រូវបកគលឲ្យរុស្ស៊ីហើយទទួលស្គាល់ដោយសហរដ្ឋអាមេរិក21តំបន់ Kherson មួយនឹង Zaporizhzhia ត្រូវធ្វើការផ្អាកក្នុងការវាយប្រហារគ្នាសិនហើយសម្រាប់ទឹកដីរបស់ណាគេនឹងពិភាក្សាតាមក្រោយទៀត22អ៊ុយក្រែននឹងត្រូវដកទ័ពចេញនិងបោះបង់ទឹកដីចាំមួយចំនួនទៀតនៅតំបន់ Donetsk Oblast ហើយដែលតំបន់នេះនឹងក្លាយទៅជា neutral buffer zone ដែលមានន័យថាទឹកដីកណ្ដាលដែលអ្នកទាំងពីរមិនអាចដាក់ទ័ពទៅបាន23ចាប់ពីពេលនេះទៅភាគីទាំងសងខាងគឺអាចផ្លាស់ប្ដូរព្រំដែនដោយប្រើកម្លាំងទ័ពទៀតទេ24ផ្លូវទន្លេ Dnieper ហើយជាមួយនឹងសមុទ្រខ្មៅគឺចែកគ្នាឲ្យរុស្ស៊ីជាមួយនឹងអ៊ុយក្រែនប្រើប្រាស់ក្នុងការដឹកពាណិជ្ជកម្មទី25ចំណាប់ខ្មាំងនិងអ្នកទោសសត្វទាំងអស់គឺត្រូវដោះដូរគ្នាទៅវិញទៅមកទាំងអស់តែម្ដង26អ៊ុយក្រែននឹងធ្វើការបោះឆ្នោតក្នុងរយៈពេល100ថ្ងៃ27សកម្មភាពខុសច្បាប់ក្នុងការធ្វើសង្គ្រាមទាំងឡាយកាលពីមុនហ្នឹងគឺត្រូវលើកលែងតឲ្យគ្នាទៅវិញទៅមកទាំងអស់ចំណុចចុងក្រោយគេបើភាគីទាំងសងខាងយល់ព្រមគឺនឹងមានបទជប់បាញ់គ្នាហើយនឹងបកតបភ្លាមហើយស្ថិតក្រោមការពិនិត្យរបស់លោក Donald Trump so yeah យើងបងប្អូនគិតមិនដែរចំពោះ28ចំណុចដែលលើកឡើងដោយ Donald Trump នេះហើយមិនមែនឲ្យអ៊ុយក្រែនគិតពិចារណាត្រឹមត្រូវស្រួលបួទេគឺបង្ខំឲ្យយកតែម្ដងនិយាយខ្លីផែនការសន្តិភាពមួយនេះធ្វើឲ្យរុស្ស៊ីទទួលបានដីអ៊ុយក្រែនខ្លាំងមែនទែនហើយធ្វើឲ្យអ៊ុយក្រែនមិនអាចចូលជាសមាជិក NATO តែនេះជាអ្វីដែលរុស្ស៊ីចង់បានតាំងពីដើមឡើយមកហើយអូខេអញ្ចឹងបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាអីតម្លាក់នៅក្នុង comment មកជាពិសេសគិតថាតើ Zelensky គួរទទួលយកសំណើមួយនេះអត់ប៉ុន្តែបើសិនជាមិនទទួលទេសហរដ្ឋអាមេរិកគឺនឹងដកខ្លួនចេញពីសង្គ្រាមមួយនេះដែលធ្វើឲ្យអ៊ុយក្រែនបាត់បង់ដៃគូគាំទ្រពីក្រោយខ្នងដ៏ធំមួយហើយព័ត៌មានដែលខ្ញុំទទួលបានឥឡូវនេះគឺគេនិយាយថាអ៊ុយក្រែនគឺទទួលយក9ទៅ10ចំណុចហើយនៅសល់ចំណុចតូចៗផ្សេងៗទៀតគឺគេនឹងពិភាក្សាគ្នាចរចាគ្នាបន្ថែមទៀតអញ្ចឹងបើសិនជាមានអីថ្មីទៀតចាំខ្ញុំអាប់ដេតអ្នកគ្នាសូមកុំភ្លេច follow Facebook និង TikTok របស់ខ្ញុំនេះផង